ជំរាបសួរកូនទាំងអស់គ្នាសុខសប្បាយអរគុណចាអរគុណព្រះអង្គសម្រាប់ថ្ងៃថ្មីហើយមេរៀនថ្មីថ្ងៃនេះជួបជាមួយអ្នកគ្រូនៅកិច្ចការថ្នាក់ទី4ចាមេរៀនថ្ងៃនេះគឺយើងរៀនពីមេរៀនទី9យើងរៀនពីគុណនាមអញ្ចឹងសូមកូនទាំងអស់គ្នាតាមដានជាមួយអ្នកគ្រូទាំងអស់គ្នាចាតើឥឡូវដើម្បីមុននឹងយើងដឹងពីពាក្យដែលជាគុណនាមយើងត្រូវមើលនិយមន័យរបស់គុណនាមសិនតើឥឡូវសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាគុណនាមជាពាក្យបញ្ជាក់លក្ខណៈរបស់នាមគុណនាមមានទីតាំងនៅខាងស្ដាំនាមតើឥឡូវយើងអានម្ដងទៀតគុណនាមជាពាក្យបញ្ជាក់លក្ខណៈរបស់នាមគុណនាមមានទីតាំងនៅខាងស្ដាំនាមអញ្ចឹងពាក្យឲ្យដាក់ឲ្យតែជាគុណនាមគឺឈរនៅខាងស្ដាំនាមជានិច្ចហើយវាគឺជាពាក្យដែលបញ្ជាក់លក្ខណៈរបស់នាមអញ្ចឹងអ្នកគ្រូមានឧទាហរណ៍ខាងក្រោមតើសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាភូមិខ្ញុំជាភូមិចាស់ពីបុរាណតែមេភូមិមានសំដៅតែមេភូមិខ្ញុំមានគំនិតជឿនលឿនតើឥឡូវយើងមើលពាក្យថាចាស់អញ្ចឹងចាស់នេះគឺជាពាក្យដែលជាគុណនាមដោយសារតែចាស់នេះគឺបញ្ជាក់លក្ខណៈឲ្យនាមភូមិចាភូមិនេះគឺជានាមហើយចាស់គឺជាគុណនាមអញ្ចឹងចាស់គឺបញ្ជាក់លក្ខណៈរបស់ភូមិតើឥឡូវយើងមកមើលពាក្យជឿនលឿនគឺជាពាក្យគុណនាមដោយសារតែជឿនលឿននេះគឺបញ្ជាក់លក្ខណៈរបស់នាមដែលមានពាក្យថាគំនិតនេះគំនិតមិនគំនិតជឿនលឿនចាតើឥឡូវយើងមកមើលល្បះបន្តទៀតប្រជាជនភូមិខ្ញុំសុទ្ធតែជាមនុស្សពូកែចាអញ្ចឹងយើងមើលពាក្យពូកែអញ្ចឹងពាក្យពូកែនេះគឺជាពាក្យដែលជាគុណនាមដោយសារតែពូកែហ្នឹងបញ្ជាក់លក្ខណៈឲ្យពាក្យថាមនុស្សព្រោះមនុស្សគឺជានាមចាអញ្ចឹងពូកែបញ្ជាក់លក្ខណៈថាមនុស្សហ្នឹងមិនមនុស្សហ្នឹងពូកែចាអញ្ចឹងពាក្យពូកែគឺជាពាក្យគុណនាមចាអញ្ចឹងមេរៀនរបស់អ្នកគ្រូគឺមានតែប៉ុណ្ណឹងហើយអ្នកគ្រូសង្ឃឹមថាកូនអាចចងចាំនៅនិយមន័យហើយក៏ដូចជាពាក្យដែលជាគុណនាមទាំងអស់គ្នាចាសូមអរគុណច្រើនសូមព្រះអង្គទានពរដល់កូនទាំងអស់គ្នា